បាទបងប្អូនអរគ្នានេះគឺជា Oppo A6X ដែលក្រុមហ៊ុនទើបតែនឹងប្រកាសចេញនៅក្នុងពេលថ្មីៗនេះទេហើយ Oppo A6X នេះគឺក្រុមហ៊ុនគឺចេញមកជំនួស Oppo A5X ដែល Oppo A6X នេះប្រហែលជាចេញមកកែតម្រូវទៅលើចំណុចខ្វះខាតមួយចំនួនដែលកើតមាននៅលើ Oppo A5X ដែលតកតងជាមួយនឹងការប្រើប្រាស់នឹងរៀងស្ពឹកឥឡូវគាត់ចេញ Oppo A6X នេះមកវិញហើយចេញលឿនយ៉ាងនេះដើម្បីកែតម្រូវទៅលើអាស៊េរីចាស់ប៉ុន្តែអ្វីដែលសំខាន់នោះបងប្អូនអរគ្នានេះខ្ញុំសង្កេតឃើញគាត់បានប្រើនៅបន្ទះ chip មួយដែលល្អសម្រាប់យើងដើម្បីកុំឲ្យយឺតគឺបន្ទះ chip Snapdragon 685ហើយបន្ទះ chip នេះគឺប្រើប្រាស់នៅលើតែ smartphone បាទ smartphone ដូចជា Toco Reno អីអញ្ចឹងបានគាត់យកមកប្រើប៉ុន្តែឥឡូវគាត់តម្លាក់មកអាជើងក្រោមនេះដែលមានតម្លៃ$139នេះអញ្ចឹងគាត់ចង់ឲ្យទូរស័ព្ទរបស់គាត់លឿនឲ្យប្រើប្រាស់កុំឲ្យស្ពឹកបាទអញ្ចឹងមកបន្ទះ chip 685នេះគឺជាបន្ទះ chip មួយដែលល្អជារបស់ Snapdragon ហើយបូកផ្សំនឹងល្បឿន refresh rate អេក្រង់ 120Hz នេះទៀតខ្ញុំគិតថាព្រិលហើយបងប្អូនអរគ្នាហើយទំហំថ្មដែលបងប្អូនអរគ្នាបានពី Oppo សានេះក៏ធំដែររហូតដល់6500 mAh ប៉ុន្តែតកតងនឹងកម្លាំងសាកថ្មខ្ញុំបានបើកប្រអប់វាមើលមុននេះបន្តិចដែរគឺធ្លាក់ចុះមកវិញគឺអត់ដល់45វ៉ាត់ទេបាទអញ្ចឹងគឺនៅត្រឹមតែ15វ៉ាត់អីអញ្ចឹងទៅជាធម្មតាទេចំពោះ smartphone មួយដែលចង់បានអ្វីមួយគឺតែងតែដកអ្វីមួយចេញអញ្ចឹងសារមុនក៏ដាក់សាកថ្មលឿនប៉ុន្តែការប្រើប្រាស់រៀងស្ពឹកហើយឥឡូវក៏ដាក់ដុំសាកថ្មរៀងយឺតប៉ុន្តែការប្រើប្រាស់រអិលព្រិលតែម្ដងបងប្អូនអរគ្នាខ្ញុំបានតេស្តរួចហើយតកតងទៅនឹងកម្លាំងម៉ាស៊ីនរបស់វានេះហើយចំពោះទំហំ RAM របស់វាហើយនឹងទំហំផ្ទុករបស់វាយើងនឹងមើលរូបរាងរបស់វាសិនហើយនឹងបើកប្រអប់នេះហើយយើងនឹងបើកម៉ាស៊ីនហើយយើងចូលមើលផ្ទៃខាងក្នុងរបស់វាបាទកម្លាំងខាងក្នុងរបស់វា system របស់វាតើវាដំណើរការបានរលូនប៉ុណ្ណាហើយវាមាន RAM ប៉ុន្មានរួមវាប៉ុន្មានបាទតោះបងប្អូនអរគ្នាឥឡូវខ្ញុំបាន unboxing វាម្ដងហើយឥឡូវខ្ញុំបើកឲ្យបងប្អូនអរគ្នាមើលបាទនេះនៅក្នុងប្រអប់នេះគឺតែងតែមាន case សថ្លាក៏ដូចជាបានធានាបញ្ចូលចាក់សភៅណែនាំនេះនៅក្នុងនេះបាទបងប្អូនអរគ្នាខ្ញុំអត់បើកឲ្យមើលទេព្រោះដដែលបាទឥឡូវយើងចូលដល់តកតងជាមួយនៅរូបរាងរបស់វាតែម្ដងហើយនេះគឺជារូបរាងរបស់ Oppo A6X ហើយដុំសាកថ្មដូចដែលខ្ញុំបានប្រាប់អញ្ចឹងបងប្អូនអរគ្នានេះឃើញទេអត់ធំដូចមុនទេបានប្រហែលជា15ឬក៏18វ៉ាត់ក្រុមហ៊ុនអត់ប្រកាសទេប៉ុន្តែចន្លោះហ្នឹងណាក្រោម20វ៉ាត់ទេបាទហើយគូតសាករបស់វាគឺ Type C បាទអីចឹងទៅបាទឥឡូវយើងមើលតួឯកសិនបាទតួឯករបស់វានេះគឺជារូបរាងរបស់ Oppo A6X បងប្អូនអរគ្នាស្អាតអត់បាទខ្ញុំគិតថាស្អាតគួរសមដែរបងប្អូនអរគ្នាបាទប៉ុណ្ណឹងគឺល្មមប្រើហើយបាទចំពោះរចនាបថខាងក្រោយនេះគឺរូបរាងស្តៀងទៅនឹង iPhone 16 15 17អីរបស់គេដែរណាហើយផ្ទៃក្នុងរបស់វារាបស្មើបងប្អូនអរគ្នាហើយពណ៌នេះគឺជាពណ៌ស្វាយបាទស្វាយដោយ iPhone 14 Pro Max អីចឹងទៅបាទស្អាតរូបរាងខាងក្រោយរបស់វាអាចទទួលយកបានហើយប៉ុណ្ណឹងហើយតកតងនឹងវងកាមេរ៉ានេះមិនធំមិនលៀនដោយសារមុនទៀតទេវាតូចទេបងប្អូនអរគ្នាហើយផ្ទៃខាងមុខបាទនេះផ្ទៃខាងមុខគឺវាប្រើប្រាស់បាទគឺវាប្រើប្រាស់អេក្រង់បាទអេក្រង់ទម្លុះបាទអេក្រង់ស៊ីវិល័យទំនើបបាទទាន់សម័យបាទហើយតកតងនឹងផ្ទៃ interface របស់វាបងប្អូនបានមើលទៅគឺវាប្រើ Color OS ឃើញរលូនទេបងប្អូនអរគ្នាអត់ដូចមុនទេណាដូចមុន A5X ចុចទៅស្ពឹកអើយវាធានាលក់ណាស់បងប្អូនអើយនិយាយតាមត្រង់ហើយនៅសល់ទូទៀតបាទតម្លៃវា129ដែរ109ក៏មានប៉ុន្តែនេះអេមើលបងប្អូនអរគ្នាបន្ទះ chip ក៏ល្អល្បឿន refresh rate អេក្រង់ 120Hz មកឆ្ងាញ់ហើយលេងមិនក៏បានដែរបងប្អូនអើយបាទខ្ញុំចុចអត់មានតាក់អីទេបើបងប្អូនមានតម្រូវការអាចទិញយកទៅប្រើប្រាស់ធ្វើជាទូរស័ព្ទទី2ក៏បានទិញទៅជូនពុកម៉ែបងប្អូនរបស់យើងទាំងអស់គ្នាអ្នកមានគុណរបស់យើងទាំងអស់គ្នាប្រើប្រាស់ហ្នឹងក៏បានដឹងតែស្រួលប្រើបងប្អូនអរគ្នាខ្ញុំធានាឲ្យបាទព្រោះអានេះវាលឿនណាខ្ញុំឃើញល្អថាល្អខ្ញុំឃើញអាក្រក់ថាអាក្រក់ឲ្យសំបីតែខ្ញុំអ្នកលក់មែនបាទខ្ញុំលក់ដោយ Oppo មែនប៉ុន្តែគាត់ថាបើរបស់ល្អខ្ញុំប្រាប់ល្អបើណាយកទៅស្ទើរចិត្តខ្ញុំអត់និយាយទេបាទខ្ញុំថាស្ទើរហើយប៉ុន្តែសារនេះចេញមកត្រូវប៉ុន្តែតម្លៃវាក៏ថ្លៃដែរ139វាមិនថ្លៃទេបើយើងប្រៀបធៀបជាមួយនឹងស៊េរីមុនណាប៉ុន្តែបើប្រៀបធៀបជាមួយ6979ឃើញថាតម្លៃវាខ្ពស់ជាងគេបន្តិចខ្ពស់ជាងច្រើនដែរនេះបាទ139បាទប៉ុន្តែអត់អីទេពួក Oppo តែបានប្រើវាគឺល្អប្រើបាទគឺកាន់ឆ្នាំអាយុវែងអាយុយូរហ្នឹង
อดมาชนะไม่ทะเลระเบือนี่ดิมาแต่อินเทอร์เน็ตไอ้น้องก็เลื่อนก็จับบานครั้งได้แต่ตอนอยู่บน Oppo แล้วยังก็มาอุดเฉินไปเลยยังโจดอ setting hay ยังมือละ system ของขนมบะเวียตาเวียโดยได้บ้านนี้ Oppo A6X บางคนออกนี้เวียปราบ Color OS 15.0บ้านฮะนี่บางคนออกนี้นี่ตมหงตกบอกว่าคือ128 G ขนมดำไล$139นั่งยังบ้านตมหงตก128 G มันจะชิป Snapdragon 685มันจะชิปได้ละอ๋อจิตตัวกรมพล Oppo ปราแต่เลือแต่สมาร์ทโฟนดับบังคับบอกว่าเตโดยตะโกรีโนเองจังแล้วแต่ละมาเอาปลาชิงคราวไหมดำใบเอาเลื่อนก็มาสปักโดยมุนให้ทำโปรโตโมบอกว่าคือปุ่มมวยปอน500มิลลิแอมเปียร์บ่ให้ตำหงแรมบอกว่าคือ 4G ให้หนึ่งแรมมันไทย 4G ปะปนนี้คือปลาไหลบวกซ้ำจมูกหนึ่งระเบิดดีเฟรชเรทไอกรองบอกว่า120 Hz คือเอ็มบางคนออกเนี่ยบ่ปนนั้นอาจปลาบ้านบ่อาจปลาบ้านเลยบางคนออกเนี่ยให้แตะตรงหนึ่งตีข้างมุกบ่คือยังอาจจะตัวโยบานะเพราะปนนั้นบ่สะอาดปนนั้นบ่ให้จมเฮียงก็ยังอาจจะตัวโยบานะสะอาดให้แตะตรงวงแคมรานี่ก็ยังอาจตัวโยบานะมันเลียนทองไปโดยจำนวนมุนโดยพนักขนาดบางคนอาบน้ำเตบ่ปนนั้นสะอาดบ่จังมีบริการสมคอมพลีทหางใส่ล้านหนึบสานนตัวตั้งมีปีจำเริญปอA6X บ่คือปอสวายนี่มาปอให้นปอตึกสมุดนี่มาปอเทียดมีนแตงปีจุ่มเรือปอบางคนมีนบริการส่งผลิตมาหางใส่ล้าเนื้อสารนอตตึงมามีนกระโดดไทยบันทึกตัวเทียดมามันชาวปีเจ็บมากู้ซ่อมมาจังดำไล่$139 Oppo A6X ออกคน